អ្វីដែលទូលគុំខ្ញុំចង់បញ្ជាក់គឺស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការស្ងប់ចិត្តជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រវត្តិរបស់យើងក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចាជាងការដោះស្រាយតាមរយៈនៃកម្លាំងប្រវត្តិអ្វីដែលគួរខ្លាចបំផុតគឺព័ត៌មានคล้ายคล้ายអុចអាលដែលនាំទៅដល់សង្គ្រាមរវាងប្រទេសទាំងពីរគូចកដូចជាការសំអប់ជាតិសាសន៍ដែលធ្វើឲ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍នៅក្នុងទំនាក់ទំនងដែលទាញយកពីទំនាក់ទំនងសហប្រតិបត្តិការល្អ